ព្រឹកមិញនៅសួនម្ដុំសានិងសាលាស្រុកស្ទឹងត្រង់ជិះកង់ទៅហាត់ប្រាណមួយផ្លែតបងប្អូនចារត់រះរៀបចំនៅផ្ទះខ្ញុំនៅភ្នំពេញតាំងពី2ម្សិលបងប្អូនញាប់ដៃញាប់ជើង2ម្សិលតាំងពីព្រឹករហូតដល់ល្ងាចរសៀលម៉ោង4ម៉ោង5បាទខ្ញុំធ្វើដំណើរមកស្រុកចឹងណាចាហ្នឹងហើយបញ្ញាបញ្ញាប់មកស្រុកមកចូលឆ្នាំជាមួយម៉ាក់ចាបងប្អូននេះចង់មកជួយរៀបចំបានតន់រៀបចំទទួលទេវតាឆ្នាំថ្មីអញ្ចឹងណាបងប្អូនដោយសារគាត់អាយុច្រើនដែរហើយនេះក្មួយខ្ញុំទិញផ្កាមកពីភ្នំពេញតែដោយសារតានាងខ្ញុំហ្នឹងនៅចង់ទៅបេះផ្កាចាប៉ីនៅក្រោយផ្ទះនៅវត្តក្រោយផ្ទះហ្នឹងខ្ញុំធ្លាប់នៅក្មេងៗខ្ញុំទៅបេះផ្កាចាប៉ីនឹងយកមកទទួលទេវតាអញ្ចឹងណាជួយឆ្នាំខ្មែរផ្កាចំប៉ីយកទៅទទួលទេវតាបងប្អូនតែកាច់ផ្កាចំប៉ីខ្លួនឯងសត្វផ្កាបងប្អូនពេលនៅក្រោមមិនសូវមានទេបេះផ្កាចំប៉ីហើយបងប្អូនបានខានឡើងដើមឈើយូរដូចអត់ខ្លាចដែរបងប្អូនហ្នឹងហើយឡើងទៅកាច់តែម្នាក់ឯងនឹកឃើញកាមុនខំប្រឹងយកមកធ្វើដូចការដើមចាការពីមុនកំពុងតែរៀបចំនឹងខ្ញុំនឹងទេមកចែកការពីជំនាន់ដើមបងប្អូនការជំនាន់ដើមมันមានអីទេមានតែគល់ចេកការចំប៉ីអញ្ចឹងទៅរដូវចូលឆ្នាំឡើងទៅកាច់ការចំប៉ីនៅលើវត្តនៅក្រោយផ្ទះហ៎ហើយអញ្ចឹងឆ្នាំនេះខ្ញុំចង់រៀបចំអញ្ចឹងឥឡូវបានហើយទទួលអារម្មណ៍បានប្លែកដែលបានរៀបចំការដូចការដើមជាមួយម៉ាក់អញ្ចឹងណាទូទេវតាឆ្នាំថ្មីបានរៀបចំសធរបីសីធ្វើដោយខ្លួនឯងនេះការហើយយាយក៏ធ្វើសធរបីសីឲ្យថ្ងៃនេះឆ្នាំនេះបានរៀបចំការសម័យឥឡូវផងហើយនឹងការរៀបចំការជំនាន់ដើមផងនេះស្នាដៃម៉ាក់កាច់ការចំបៃក្រៅផ្ទះណាជុំគ្នាទេវតាចុះហើយទទួលថ្មីទាំងអស់តន់មានម៉ែនៅបានមកជុំទទួលទេវតានៅស្រុកអញ្ចឹងទៅតន់មានឱកាសមានអញ្ចឹងចេះតែមកជួបជុំគាត់ទៅបងប្អូនទេវតាឆ្នាំថ្មីឲ្យមានសិរីសួស្តីការចំបៃថ្វាយទេវតាថ្មីឲ្យមានសិរីសួស្តី